đầm lái miếng ngược lang vinh một tịch háo như không dục mình háo như không bực ní bận to plastic chỉ là cái nạ sai với nơi đầm lái buôn pon lá trong mùi ao rôn số đấy cái đôi chấm riệp số đó phục mai bong pon học ní nơi không video ní khi mà thua ca update nơi đầm lái miếng cái đôi chỉ đầm lái pra nơi bực ngày thì muối khai cả đá năm pi pon một phẩy mùi chẳng thế bà xin cho bong pon cho chặt videoแบบนี้cái đôi chỉ trong tam đa nơi đầm lái miếng cái đôi chỉ đầm lái pra chỉ riêng rồi ngày xong bong pon chui subscribe YouTube channel robot nhómពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ដល់បងប្អូនអរគ្នាជារៀងរាល់ថ្ងៃតែម្ដងបាទក្រោយពីមានការងើបឡើងវិញបន្តិចនៅក្នុងយប់មិញនៅក្នុងព្រឹកនេះគឺតម្លៃមាសបន្តផ្លាស់ទីជាលក្ខណៈ sideways នៅលើតម្លៃ$4,000ក្នុង1អោនហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនៅក្នុងព្រឹកមិញនេះគឺតម្លៃមាសស្ថិតនៅក្នុងតម្លៃ$4,012ក្នុង1អោនហើយបើសិនជាគិតជាតម្លឹងគឺស្មើនឹង$4,833ក្នុងមួយតម្លឹងឬស្មើនឹង$483ក្នុងមួយជីផងដែរបាទចំណែកឯប្រាក់វិញតម្លៃប្រាក់ក៏បានបន្តផ្លាស់ទីជាលក្ខណៈ sideways ផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនៅក្នុងព្រឹកនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$58ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$69ក្នុងមួយតម្លឹងឬស្មើនឹង$6.9ក្នុងមួយជីហើយបើសិនជាគិតជាគីឡូក្រាមគឺស្មើនឹង$1,863ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅតែបន្តធ្វើការផ្លាស់ទីជាលក្ខណៈ sideways បន្តទៀតឬក៏មានការជ្រើសរើសផ្លូវណាមួយមិនថាផ្លូវចុះឬក៏ផ្លូវឡើងហើយបើសិនជាមានការប្រែប្រួលឬក៏ការអាប់ដេតយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនអរគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយបងប្អូនចូលចិត្តវីដេអូបែបនេះសូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតក៏បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់ឬក៏ការយល់ឃើញបែបណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអញ្ចឹងទេវីដេអូរបស់ខ្ញុំគឺមកដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនអរគ្នាជួបគ្នានៅក្នុងវីដេអូក្រោយបាទជម្រាបលាបាទ